ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបានមានវីដេអូថ្មីមួយដែលចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ទាំង6នៃផ្លែទុរេនដែលល្អចំពោះសុខភាពរបស់បងប្អូនផ្លែទុរេនគឺជាផ្លែឈើមួយដែលមនុស្សមួយចំនួនចូលចិត្តខ្លាំងខណៈខ្លះទៀតមិនអាចទ្រាំនឹងក្លិនរបស់វាផងដែរទោះជាយ៉ាងណាក៏ដោយបើនិយាយអំពីគុណភាពអាហារូបត្ថម្ភទុរេនពិតជាមានអត្ថប្រយោជន៍ដ៏សំខាន់ដែលអ្នកគួរដឹងហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង6យ៉ាងដែលទុរេនផ្ដល់ផលប្រយោជន៍ល្អចំពោះសុខភាពរបស់បងប្អូនទី1ជួយឲ្យអារម្មណ៍ស្រស់ស្រាយទុរេនមានសារធាតុអាស៊ីតអាមីណេទ្រីតូផេនដែលរាងកាយបំប្លែងទៅជាសារធាតុសេរ៉ូតូនីនជួយឲ្យអ្នកមានអារម្មណ៍រីករាយនិងបន្ធូរអារម្មណ៍តានតឹងទី2ជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមដោយសារសម្បូរទៅដោយសារជាតិប៉ូតាស្យូមទុរេនអាចជួយរក្សាសម្ពាធឈាមឲ្យស្ថិតនៅក្នុងកម្រិតធម្មតាទី3ជួយឲ្យគេងលក់ស្រួលសារធាតុទ្រីតូផេននៅក្នុងទុរេនក៏ជួយបង្កើនអរម៉ូនមេឡាតូនីនដែលធ្វើឲ្យដំណេករបស់អ្នកកាន់តែមានគុណភាពល្អទី4ជំនួយដល់ស្បែកកម្រិតវីតាមីន C ដ៏ខ្ពស់ក្នុងទុរេនដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាជួយកាត់បន្ថយស្នាមជ្រីវជ្រួញនិងការខូចខាតស្បែកពីកត្តាបរិស្ថានទី5ពង្រឹងសុខភាពឆ្អឹងសារធាតុរ៉ែដូចជាជាតិដែកទង់ដែងនិងប៉ូតាស្យូមគឺចាំបាច់ណាស់សម្រាប់រក្សាឆ្អឹងឲ្យរឹងមាំនិងបង្ការជំងឺពុកឆ្អឹងជាដើមទី6ផ្ដល់ថាមពលភ្លាមៗកាបូអ៊ីដ្រាតនិងប៉ូតាស្យូមក្នុងទុរេនជួយបំបាត់ភាពអស់កម្លាំងនិងផ្ដល់ថាមពលដល់រាងកាយបានយ៉ាងល្អប៉ុន្តែទោះបីជាទុរេនមានអត្ថប្រយោជន៍យ៉ាងច្រើនក៏ដោយក៏ការបរិភោគដោយភាពសមល្មមគឺជាគន្លឹះដ៏សំខាន់ដើម្បីសុខភាពល្អផងដែរ